តោះមករៀនភាសាអង់គ្លេសជាមួយខ្ញុំក្នុងថ្ងៃនេះនៅក្នុងវីដេអូនេះគឺជាវីដេអូចុងក្រោយដើម្បីពិភាក្សាគ្នាអំពីអ្វីទៅជា subject complement ហើយអ្វីដែលអាចដើរតួជា subject complement នឹងបានបាទអញ្ចឹងបន្តទៀតនោះគឺយើងមាន infinitive ដែលអាចដើរតួជា subject complement បានហើយ infinitive នឹងគឺយើងយក to មកជាមួយនឹងកិរិយាសព្ទជាមួយនឹង verb តែ verb នេះត្រូវតែជាទំនុកដើមណា base form ពាក្យថា base form បើសិនបើយើងមើលទៅលើពាក្យថា want បានន័យ to want យើងមិនតដូរទៅជា wanted ឬក៏ wanting យើងមិនតថែមអីទៅលើវាទេគឺ want អញ្ចឹងណាដែលជាកិរិយាសព្ទដើមអញ្ចឹងយើងមើលទៅលើឧទាហរណ៍ទី1គឺ what she wants is to read បាទអញ្ចឹងយើងឃើញថា what she wants is a subject ដល់ពេល to read នេះយើងមាន to យើងមាន verb base form អញ្ចឹង to read នេះគឺជា infinitive ដែលកំពុងដើរតួជា subject complement ដោយសារតែវាជារបស់តែមួយជាមួយនឹង subject របស់យើង what she wants is to read is what she wants អញ្ចឹងណាបើចឹងនេះគឺជា infinitive ទេចំណែកនៅខាងក្រោមគឺ his dream is to travel the world បាទអញ្ចឹងបើសិនជាយើងមានត្រឹមតែ to travel ទេក៏ជា infinitive ដែរប៉ុន្តែពេលយើងថែមពាក្យថា the world តទៀតវាទៅជា infinitive phrase អញ្ចឹងណាអូខេអញ្ចឹងដូចគ្នាទេបើយើងអាចប្រើពាក្យថា his dream is to travel the world ក៏បានឬក៏ to travel the world is his dream ក៏បានបើយើងអាចត្រឡប់អញ្ចឹងបានណាអូខេ good អញ្ចឹងចំណុចបន្ទាប់ទៀតនេះគឺ gerund នេះគឺយើងយក verb បូកជាមួយនឹង ing តែត្រូវដើរតួជា noun ជានាមណាអូខេបាទអញ្ចឹងយើងមើលឧទាហរណ៍ទី1 her passion is singing បាទអញ្ចឹងយើងឃើញពាក្យថា sing ជា verb time ing គឺជា gerund ដោយសារតែវាជា noun ជារបស់តែមួយជាមួយនឹងប្រធានរបស់យើង her passion បាទអញ្ចឹងយើងអាចប្រើពាក្យថា her passion is singing or singing is her passion យើងអាចត្រឡប់ចឹងបានណាដោយសារតែវាជារបស់តែមួយទេបាទអញ្ចឹងឧទាហរណ៍បន្តទៀតហ្នឹងបាទអញ្ចឹងគឺ singing នេះគឺជា gerund ទេចំណុចនៅខាងក្រោមគឺ my hobby is swimming in the sea បាទដូចគ្នាអញ្ចឹង swimming ក៏ជា gerund ប៉ុន្តែពេលយើងថែម in the sea ទៀតវាទៅជា gerund phrase បាទអញ្ចឹងទាំងអស់ហ្នឹង swimming in the sea នេះគឺជា gerund phrase ដែលកំពុងតែដើរតួជា subject complement ហើយវាជារបស់តែមួយជាមួយនឹងប្រធានរបស់យើង my hobby អញ្ចឹងដល់ទៀតយើងអាចតបបានណា my hobby is swimming in the sea or you can say swimming in the sea is my hobby អញ្ចឹងណាគេគាត់បាទទៅខាងក្រោមគឺចុងក្រោយគេនេះគឺជា prepositional phrase នេះគឺយើងយក preposition បូកជាមួយនឹងនាមបាទអញ្ចឹងឧទាហរណ៍យើងប្រើពាក្យថា your car key is on the table បាទអញ្ចឹងយើងឃើញថា on គឺជា preposition ហើយ the table គឺជានាមអញ្ចឹងទាំងអស់ហ្នឹងគឺជា prepositional phrase ដែលកំពុងដើរតួជា subject complement ព្រោះវាជារបស់តែមួយជាមួយនឹង your car key អូខេបាទអញ្ចឹងកុំភ្លេចជួយ like និង share ផងបាទអរគុណ